សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបដែលយើង install SSH ដើម្បី remote ពី Windows របស់យើងទៅកាន់ Ubuntu server យើងដំបូងយើងចូលមក Virtual Box យើងហើយចូល setting របស់ Virtual Machine យើងចូលទៅកាន់ network ហើយយើងកែ network adapter ពី NAT ទៅកាន់ bridge ហើយកន្លែង name នេះយើងត្រូវជ្រើសរើស network adapter driver ណាដែលយើងកំពុងប្រើប្រាស់ខ្ញុំប្រើ Wi-Fi ខ្ញុំយក Wi-Fi 6 driver ហ្នឹងហើយខ្ញុំជិះ OK មកតាមទៀតយើងបើកUbuntu server យើងមកនេះហើយយើងនឹងចាំវាបន្តិចទៅដើម្បីឲ្យ server របស់យើងវា boot up ចឹងឥឡូវយើងចូលមកដល់ចូលយើងហើយយើង login ចូលមកដាក់ username ហើយនិង password របស់យើងតទៅពី login ចូលដំបូងយើងត្រូវ command sudo update តទៅពីហ្នឹងទៀតចាំយើង sudo update យើងវាយមក sudo apt clear update ហើយយើងដាក់ password របស់ user យើងបន្ទាប់ពី update ចប់យើងត្រូវ upgrade វិញម្ដងយើងវាយ command sudo upgrade ម្ដងចឹងឡើយនេះវាសួរថាយើងយក Pro មកយើងយកអក្សរ Y មកន័យថា yes ចឹងដោយសារការ upgrade ហ្នឹងវាយូរពេកអញ្ចឹងខ្ញុំសូម skip ពីកន្លែងហ្នឹងហើយទៅដល់ពេលដែលវា upgrade ហើយតែម្ដងចឹងឥឡូវពេលដែលយើង upgrade ហើយយើង arrow key ទៅខាងក្រោមហើយចុច tab ដើម្បីជ្រើសយកពី OK ចឹងឥឡូវយើងចូលមកដល់ Ubuntu server យើងវិញហើយបន្ទាប់ពី upgrade ហើយយើងត្រូវទៅ install open SSH នេះយើងត្រូវវាយ command ថា sudo apt install open SSH server យើង check មើល command យើងថាវាបានត្រឹមត្រូវហើយយើងចុច enter ទៅឥឡូវយើង install SSH ហើយបន្ទាប់ពីនេះយើងត្រូវចូលទៅ enable វាចឹងដើម្បី enable SSH យើងត្រូវ command ថា sudo system control .clear enable .clear .now ហើយ .clear SSH យើងចុច enter មកដើម្បី enable វាឥឡូវបន្ទាប់ពី enable វាហើយយើងត្រូវ check status វាយើង command ថា sudo system control status SSH ចឹងបើវាចេញបែបនេះមានន័យថាវា enable ហើយវាចេញពណ៌បៃតងមានន័យថាវាកំពុង running ដល់ពេលហ្នឹងមកទៀតយើងត្រូវចូលទៅ allow SSH remote យើងហើយវាថា sudo ufw allow SSH ធ្វើមក
ហើយយើងបាន allow វាហើយយើងទៅ check IP ម្ដងដើម្បី check IP យើងធ្វើ comment ថា IPA អញ្ចឹងវានឹង show IP address របស់ YouTube server របស់យើងអញ្ចឹងនៅកន្លែងនេះជា IP address របស់យើងនេះយើងត្រូវការប្រើ IP address ហ្នឹងដើម្បី remote តាម PowerShell របស់ Windows យើងនេះយើងបើក PowerShell ក្នុង Windows ខាងក្រោយយើងទៅហើយយើងចូល remote វាតាម command sh លោក clear username របស់ Ubuntu server របស់យើងហើយ add IP address របស់យើងនេះបាន IP address របស់យើងមកហើយដល់ពេលនេះយើងជិះ enter ដល់ពេលដែលយើងជិះ enter វាសួរយើងថាយើងយល់ប្រហែលយើងបែកពាក្យថាចេះហើយវាឲ្យយើង Wi password របស់ Ubuntu server របស់យើងនេះយើង Wi password ហើយឥឡូវយើង connect ចូលមកដល់ Ubuntu server របស់យើងតាម Windows ខាងក្រៅរបស់យើងដើម្បី check ថាវាប្រកបអត់យើង check HMI ដើម្បី check មើលថាអានេះជា user ដែលយើងកំពុងប្រើប្រាស់នៅក្នុង Ubuntu server ហើយយើង check pwd ដើម្បី check ថាយើងកំពុង working ក្នុង directory ណាឥឡូវយើង check ឃើញអញ្ចឹងហើយយើងចូលទៅមើលក្នុង Windows របស់យើង check ឃើញដូចគ្នាអត់ទាំងបាយ HMI មកថា user ដូចគ្នាអត់ចាឥឡូវ user សុខបញ្ញាដូចគ្នាហើយ pwd នៅក្នុង directory home ហើយសុខបញ្ញាដូចគ្នាអញ្ចឹងការ remote ពី Windows របស់យើងទៅកាន់ Ubuntu server ចាប់ទៅត្រឹមហ្នឹងខ្ញុំសូមអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នា